នាំបងប្អូនមកទស្សនាវីដេអូបែបស្រក់ទឹកមាត់នេះថាឆ្ងាញ់បុកប្រហុកមួយម្ទេសបងប្អូនដាក់ស្ករចេកមកយើងច្រាំប្រហុកឲ្យម៉ត់ហើយចាំយើងដាក់បុកវាបានវាឆាប់ម៉ត់បុករួចហើយយើងដាក់ចូលក្នុងចានមួយមកបន្ថែមម្ទេសពីក្រៅទៀតមកបងប្អូនកាន់តែហឹរកាន់តែឆ្ងាញ់បងប្អូនឃើញវីដេអូនេះហើយកុំខឹងអីណាបែបសក់ទឹកមាត់មកញ៉ាំមួយខ្ញុំទាំងអស់គ្នាតំណងបងប្អូនអើយនេះក្រហមងិលចូលវាមកដាក់ចូលមាន់ឆ្ងាញ់ហ្មងមើលតែមាត់អ្នកញ៉ាំដឹងហើយបងប្អូនព្រឹកប្រហុកនេះឆ្ងាញ់តែហ្មងឆ្ងាញ់លេខ1ហ្មងកាន់តែហឹរកាន់តែឆ្ងាញ់វីដេអូនេះសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានទេសនាអរគុណបាយបាយ